trên là bọn lượngនេះនិយាយពីរឿងក្រដោយសារអ្វីខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាមានបទពិសោធន៍ហើយក៏សង្កេតឃើញដូចតែគ្នានឹងហួយបទពិសោធន៍នោះមិនមែនថាដោយសារយើងធ្លាប់ក្រមិនធ្លាប់ក្រយគឺយើងសង្កេតមើលឃើញបុគ្គលដែលគាត់ធ្លាក់ខ្លួនក្រីក្រអីចឹងណាអញ្ចឹងខ្ញុំសូមនិយាយពីមូលហេតុដែលនាំឲ្យក្រសំខាន់មូលហេតុដែលនាំឲ្យក្រសំខាន់ជាងគេបំផុតគឺការលេងល្បែងខ្ញុំសង្កេតឃើញអ្នកដែលលេងល្បែងគាត់ធ្លាក់ខ្លួនក្រច្រើនណាទោះបីជាគាត់ធ្លាប់មានសិទ្ធិពិភពលោកអីក៏ធ្លាប់ធ្លាក់ខ្លួនក្រីក្រដោយសារតែល្បែងហ្នឹងដែរអញ្ចឹងល្បែងហ្នឹងគឺខ្លាំងមែនតែនដែលនាំឲ្យក្រីក្រហ្នឹងកត្តាមួយទៀតគឺកត្តាសុខភាពឃើញអ្នកខ្លះគឺពេលសុខភាពនៅល្អជាងហ្នឹងគឺអត់ថែសារនាំគ្នាផឹកស៊ីជ្រុលណាគាត់អត់ខ្វាយខ្វល់ពីសុខភាពខ្លួនគាត់អីចឹងទៅទាំងគាត់អត់ទាន់មានដល់ពេលកាលពីគាត់អត់ទាន់មានមុនសុខភាពគាត់នៅល្អគឺអត់បញ្ហាព្រោះគាត់អាចរកមួយថ្ងៃរស់មួយថ្ងៃបានតែនៅពេលមួយដែលសុខភាពគាត់ធ្លាក់ចុះហើយពេលហ្នឹងគឺគាត់អត់អាចរកមួយថ្ងៃរស់មួយថ្ងៃព្រោះគាត់មានលុយសល់អញ្ចឹងវាធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រលំបាកខ្លាំងមែនតើហើយកត្តាទី3កត្តាអីគេកត្តាខ្ជិលច្អូសកត្តាខ្ជិលច្អូសហ្នឹងគឺគាត់ធ្លាក់ឲ្យខ្លួនក្រដែរខ្ជិលនឹងចង់និយាយថាម៉េចខ្ជិលនឹងចង់និយាយថានៅពេលដែលខ្លួនឯងនៅមានកម្លាំងកំហែងនៅមានកម្លាំងពលំហ្នឹងគឺអត់ខំរទេវាថាឲ្យតែមានលុយចាយសម្រាប់ថ្ងៃហ្នឹងហើយគឺអត់ខ្វល់ហើយអញ្ចឹងដែលនាំឲ្យខ្លួនក្រីក្រហ្នឹងនិយាយជារួមទៅក្រគឺកើតចេញមកពីកំហុសក្រកើតចេញមកពីការយល់អត់ឃើញត្រូវយល់ខុសណាយល់ខុសមិនគឺឧទាហរណ៍ថាវ័យមួយដែលយើងមានកម្លាំងកំពុងរកបានណាយើងខំរយដល់ពេលយើងរកបានយើងអត់គិតយកលុយនឹងទៅទុកដាក់ឲ្យធំត្រូវទេយើងបែរជាយកលុយនឹងទៅខ្ជះខ្ជាយឧទាហរណ៍យើងយកទៅលេងល្បែងអីចឹងទៅឬក៏យើងយកទៅបំផ្លាញនេះនោះឬក៏យើងយកទៅរបៀបថាសបាយជ្រុលយកទៅទិញបំណុលដើម្បីហាយសូអីចឹងទៅអញ្ចឹងដល់ពេលលុយនឹងយើងចាយអស់វាចំដល់ពេលមួយដែលយើងអស់សមត្ថភាពក្នុងការរកលុយហ្នឹងដល់ពេលហ្នឹងវាធ្វើឲ្យយើងធ្លាក់ខ្លួនក្រហ្មងឥឡូវខ្ញុំឧទាហរណ៍មួយឲ្យងាយយល់ឧទាហរណ៍ដូចជាកម្ពុជាកីឡាបដាល់ម៉ៃថៃសានមួយចុះពេលដែលគាត់ពេញកម្លាំងគាត់វាយឈ្នះគេគ្រប់គ្នារដៃគូវាយអត់បានទេអញ្ចឹងធ្វើឲ្យតម្លៃខ្លួននៃការឡើងបដាល់របស់គាត់គឺថ្លៃមែនតើម៉ៃថៃសានគឺជាកម្ពុជាកីឡាបដាល់មួយគេហៅថា World Heavyweight Champion ហ្នឹងមានន័យថាគឺកីឡាករមួយដែលវាយឡើងគិតគីឡូហើយគីឡូប្រហែលក៏វាយបានដែរធំប៉ុណ្ណាក៏វាយបានដែរគីឡូយៈគីឡូណាក៏វាយបានដែរអញ្ចឹងដែលធ្វើឲ្យគាត់ស៊ីថ្លៃគីឡូធំប៉ុណ្ណាក៏វាយឈ្នះគាត់ដែរចឹងគាត់ស៊ីខ្លាយធ្វើឲ្យគាត់រកលុយបានច្រើនខ្លាំងមែនតើតែនៅពេលដែលគាត់រកបានច្រើនហ្នឹងគាត់អត់បានចាយវាធំត្រូវទេគាត់ខ្ជះខ្ជាយខ្លាំងណាស់ខ្ជះខ្ជាយមែនតើបើតាមលឺធ្លាប់លឺគេនិយាយពីរឿងប្រវត្តិគាត់អីហ្នឹងគឺឡានអីសឹងថាមិនពេញចិត្តគឺកវែងចោលហ្មងជីដូអត់ខ្វល់ទេចឹងគឺគាត់ខ្ជះខ្ជាយគាត់អត់បានយកលុយហ្នឹងទៅវិនិយោគយកទៅអីធំត្រូវទេគាត់ខ្ជះខ្ជាយគាត់យកលុយហ្នឹងទៅប្រើប្រាស់គ្រឿងញៀនទៅប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវមិនគប្បីអីច្រើនអញ្ចឹងណាមួយដល់ពេលវ័យមួយដែលគាត់និយាយថាត្រឡប់ជាមួយនឹងរបៀបខ្ជះខ្ជាយនឹងលុយហើយពេលគាត់ធ្លាក់ខ្លួនណាគាត់វាយលែងកើតគាត់ចាស់គាត់អីផុតអាយុក្នុងការរកលុយបានណាដល់ពេលហ្នឹងគឺគាត់ចាយលុយនឹងអស់ដែរតែអញ្ចឹងធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រម៉ៃសាន់ធ្លាក់ខ្លួនក្រពីបរិះដែលមានលុយ$400 លានចំនួនហ្នឹងហើយឥឡូវមកធ្លាក់ខ្លួនក្រប៉ុន្តែឥឡូវហ្នឹងគាត់ប្រសើរឡើងវិញហើយដោយសារតែគាត់កែខ្លួនគាត់ចាប់ដើមខិតខំរកលុយអីចឹងណាគាត់សម្ដែងជាតារាភាពយន្តគាត់ប្រើអាកេរ្តិ៍ឈ្មោះដែលគាត់មានពីមុនមកហ្នឹងដើម្បីស្រោចស្រង់ឡើងវិញអញ្ចឹងធ្វើឲ្យគាត់រៀងគ្រាន់បើប៉ុន្តែថាឲ្យមានបានដូចពីមុនក៏អត់ដែរព្រោះទៅគឺរឿងហ្នឹងវាមិនមែនកើតឡើងតែជាមួយម៉ៃថៃសានទេនៅក្នុងស្រុកយើងក៏យើងសង្កេតឃើញនៅបរទេសក៏យើងសង្កេតឃើញដែរឥឡូវឧទាហរណ៍មួយដូចជាតកតងនឹងតារាភាពយន្តតារាសម្ដែងតារាចម្រៀងមួយចំនួនណាក៏មានរឿងហេតុនឹងស្តៀងដែរពេលដែលគាត់មានវិជាប្រៃនៅពេលដែលគាត់នៅវ័យក្មេងពេញកម្លាំងគាត់រកលុយបានគឺគាត់ក៏បានមែនតែដល់ពេលរកបានមកគាត់អត់បានយកលុយនឹងយកទៅចាយឲ្យត្រូវខ្ទង់ទេមានន័យថាគាត់អត់បានយកទៅវិនិយោគយកទៅទិញអ្វីដែលជាទ្រព្យទុកអីចឹងណាខ្ញុំមិនដឹងថាគាត់យកធ្វើអីទេប៉ុន្តែគ្រាន់តែថាប្រហែលជាអាចយកទៅទិញអីដែលបង្ហាញភាព high show បើមិនចឹងទេខ្លះក៏គាត់អាចលេងល្បែងលេងអីចឹងណាខ្លះហើយទៅគាត់យកទៅផឹកស៊ីដើរលេងផឹកស៊ីខ្លាំងពេករហូតដល់គាត់ឈឺដល់អីចឹងណាអញ្ចឹងធ្វើឲ្យសមត្ថភាពតាក់ទងការសម្ដែងជាខ្ញុំសមត្ថភាពរកលុយមួយម៉ាត់បោះគាត់ធ្លាក់ចុះអញ្ចឹងធ្វើឲ្យគាត់ពិបាកហ្មងពេលហ្នឹងចង់និយាយរកលុយអត់បានហើយអត់មានលុយសល់ទៀតអញ្ចឹងធ្វើឲ្យគាត់ធ្លាក់ខ្លួនក្រទៅរួចមកនោះមកចំពុកទៀតដែលក្រដែរដូចខ្ញុំនិយាយតែខ្ជិលអញ្ចឹងអត់សូវខំប្រឹងទេដូចថាពីក្មេងអញ្ចឹងគាត់ធ្វើមួយថ្ងៃរស់មួយថ្ងៃអញ្ចឹងខ្ញុំធ្លាប់ឮចាស់និយាយច្រើនណាអ្នកក្រមួយចំនួននិយាយថាបើមានលុយចាយសម្រាប់ថ្ងៃស្អែកគឺស្អែកគាត់អត់ធ្វើការទេគឺគាត់សល់លុយហ្នឹងគឺគាត់ចាយឯង
តែចឹងមកជីវិតគាត់គឺអត់អាចមានបានគឺនៅតែក្ររហូតហ្នឹងអញ្ចឹងសរុបទៅធ្វើម៉េចដើម្បីកុំឲ្យក្រដើម្បីកុំឲ្យក្រគ្រាន់តែយើងទី1អាសាព្យាយាមកុំខ្ជិលតនយើងនៅក្មេងកម្លាំងយើងមានគឺយើងខំប្រឹងឲ្យត្រូវពេលឧបមាថាយើងពេលយើងត្រូវរៀនគឺយើងផឹងរៀនឲ្យខ្លាំងពេលយើងដែលយើងត្រូវធ្វើការគឺយើងធ្វើឲ្យខ្លាំងឧទាហរណ៍តែយើងអត់មានឱកាសរៀននេះគេយើងក្រលំបាកឬក៏សង្គមឬក៏កន្លែងដែលយើងរស់នៅហ្នឹងគឺអត់មានប្រឱកាសក្នុងការរៀនសូត្រទេអញ្ចឹងមានតែឱកាសក្នុងការធ្វើការធ្វើឲ្យខ្លាំងខលលុយឲ្យបានសំទុកដាក់អត់យកទៅចាយខ្ជះខ្ជាយគឺរកស៊ីទៅតាមបែបផែនហ្នឹងឧបមាថាយើងនៅចការនៅដាច់សញ្ញាអត់សាលារៀនអត់អីចឹងណាយើងអត់មានឱកាសរៀនច្រើនទេបានធ្វើមកចេះអក្សរតិចតួចទេត្រូវឈប់ឧទាហរណ៍ខ្ញុំឧទាហរណ៍អញ្ចឹងមានន័យថាបរិយាកាសមិនណយផងយើងមានតែធ្វើការស៊ីឈ្នួលគេអញ្ចឹងណាអញ្ចឹងយើងខំធ្វើការអស់ពីសមត្ថភាពរកលុយឲ្យបានកុំយកលុយនឹងទៅខ្ជះខ្ជាយកុំយកលុយទៅលេងទៅបែងកុំយកលុយនឹងទៅចង់ high show អីគឺយើងយកលុយនឹងយកសន្សំតោះមកយើងចេះយកមកទិញដីទិញអីអញ្ចឹងណាយើងដាំដំណាំអីពួកកន្លែងយើងកន្លែងធ្វើចការធ្វើអីព្រោះយើងនៅឆ្ងាយអញ្ចឹងយើងទិញដាំដោះអីចឹងទៅជួញដូរអីទៅជួញដូរមកថានៅម្ដុំយើងចន្ទទីយើងជួញចន្ទទីទៅនៅម្ដុំយើងកស៊ូយើងជួញកស៊ូទៅនៅម្ដុំយើងដលងយើងជួញដលងចឹងទៅនៅជួញចេកយើងជួញចេកចឹងទៅយើងដាំដីបរិយាធ្វើកសិកម្មនឹងតាមបែបហ្នឹងទៅយូរទៅយើងនឹងខ្លាយទៅជាអ្នកមានហើយហើយអញ្ចឹងទោះបីកន្លែងហ្នឹងអត់ក៏ដោយព្រោះតែក្រោយមកយើងចាប់ផ្ដើមបរិយាចំណេះដឹងយើងបន្ថែមយើងអាចមានឱកាសឡើងមកទីក្រុងទីប្រជុំជនអាចរៀនសូត្រពីបច្ចេកទេសនៃការធ្វើអាជីវកម្មអីផ្សេងអញ្ចឹងណាចេះកែច្នៃចេះអីអត់ធនធានដែលយើងរកបានទៅយូរមិនស្រួលមិនត្រឹមតែចង់និយាយថាប៉ុន្តែត្រឹមតែមកគ្រាន់បានមកគួសមអាចឡើងខ្លួនទៅជាសេដ្ឋីទៀតក៏អាចថាបានដែរព្រោះដោយសារតែការខំប្រឹងហ្នឹងហើយងាកមកយើងរាល់ថ្ងៃក៏ដូចគ្នាដែរបើសិនជាយើងរៀនចប់ហើយយើងមានការងារធ្វើហើយយើងចេញធ្វើការយើងខំប្រឹងធ្វើការធ្វើឲ្យខ្លាំងធ្វើរហូតដល់ឡើងមេធ្វើរហូតដល់បានប្រាក់ខែច្រើនរហូតដល់ប្រាក់ខែនឹងចាយអត់អស់ណាកុំរបៀបថាចាយមួយខែសល់ថ្ងៃអត់អញ្ចឹងគឺចាយសល់លុយរបៀបថាប្រាក់ខែយើងអាចធ្វើយើងអាចចំណាយទៅ20ឬ10 20% នៃប្រាក់ខែគឺយើងអាចចិញ្ចឹមរស់ក្នុងមួយខែអាចសល់រហូតដល់70 80% អាហ្នឹងគឺយើងខ្លាំងព្រោះសល់លុយ70 80%ហ្នឹងកុំតន់អាចទៅ high show ទៅណាគឺយើងយកលុយហ្នឹងទៅសំហើយយើងយកលុយទៅវិនិយោគបើយើងអត់តន់មានផ្ទះយើងអាចទិញផ្ទះមួយនៅអញ្ចឹងទៅដល់ក្រោយមកយើងអាចទិញអីផ្សេងទៀតអញ្ចឹងណាព្រោះយើងអាចយកលុយទៅចងការប្រាក់បើយើងអត់ដឹងឯណាយើងអាចដាក់ធនាគារសិនក៏បានដែរសុវត្ថិភាពខ្ពស់បើសិនយើងមានមិត្តភ័ក្តិឬក៏មានណាដែលយើងស្គាល់ថាអាចចងការទុកចិត្តដល់យើងចងការឬក៏យើងអាចយកទៅវិនិយោគជាមួយគេអញ្ចឹងទៅឬអាចយើងយកទិញដីអីទុកចំណេញឬទិញខុនដូទុកដាក់ជួលអញ្ចឹងទៅយើងបន្តអញ្ចឹងទៅយើងខំធ្វើបន្ថែមរហូតអញ្ចឹងទៅព្រោះតែពេលថ្ងៃណាយើងធ្វើការទៅយើងនៅណាយើងលែងចង់ធ្វើយើងឈប់អញ្ចឹងទៅយើងសល់លុយមួយចំនួនហ្នឹងយើងអាចយកលុយនេះទៅចាប់អាជីវកម្មណាមួយដែលយើងពេញចិត្តអីអញ្ចឹងទៅឧទាហរណ៍ថាហាងកាហ្វេឬក៏ស្អីមួយហាងបាយហាងអីព្រោះបើយើងខ្សោយមិនគេថាมันជាប្រការអាជីវកម្មតែយើងចង់ធ្វើខ្លាំងយើងធ្វើម៉េចយើងអាចសិក្សាយើងទិញ franchise របស់គេអញ្ចឹងណាព្រោះមានហាងកាហ្វេដែលគេចងជាប្រព័ន្ធស្រាប់អញ្ចឹងណាតែការយើងចាយទៅលុយហ្នឹងអញ្ចឹងយើងទិញ franchise គេមកហើយតែអញ្ចឹងគេជួយបរៀនរបៀបរបបអីចឹងយើងអាចធ្វើបានហើយឃើញណាអញ្ចឹងវាមិនជាពិបាកអីអញ្ចឹងត្រឡប់មកវិញបើសិនជាយើងខ្ជិលមានមុំយើងចាប់ផ្ដើមរបៀបថានេះចាប់ផ្ដើមចង់ high show ចង់ចាយលុយខ្ជះខ្ជាយវាថាទិញបំណុលចង់ឲ្យគេទៅសើតែយើងមានចង់ឲ្យគេទៅសើតែយើងលុយអីហ្នឹងយកលុយទៅលេងល្បែងអីចឹងទៅយកលុយមកដើរផឹកស៊ីអត់គិតខ្វាយខ្វល់ពីសុខភាពអាហ្នឹងអនាគតយើងដឹងតែក្រហើយអត់អាចមានកើតទេព្រោះកត្តាទាំងអស់ហ្នឹងជាកត្តាដែលនាំឲ្យយើងក្រអញ្ចឹងណាអញ្ចឹងកលេចមកយើងសង្កេតឃើញមនុស្សដើរដំណើរដូចគ្នាប៉ុន្តែដល់ពេលវាសនាចុងក្រោយខុសគ្នាគឺដោយសារតែកំឡុងពេលដើរហ្នឹងការប្រព្រឹត្តរបស់មនុស្សខុសគ្នាហ្នឹងបាទអញ្ចឹងខ្ញុំគិតថាគំនិតយោបល់ប៉ុណ្ណឹងគឺធ្វើឲ្យបងប្អូនអាចមានគំនិតបន្ថែមក្នុងការពិចារណាស្វែងយល់បន្ថែមទៅណាដល់ពេលបងប្អូនមានគំនិតទៅបងប្អូនអាចសង្កេតមើលទៅអាចមើលឃើញបានច្រើនជាងមុនហើយបាទសូមអរគុណ